នាពហុកីឡដ្ឋានជាតិមរតកតេជោកំពុងក្លាយជាកន្លែងប្រកួតកីឡាវាយកូនបាល់អន្តរជាតិដ៏មមាញឹកនៅពេលដែលអត្តពលិកវាយកូនបាល់មកពីប្រទេសចំនួន21បានប្រកួតប្រជែងគ្នាក្នុងពានរង្វាន់ទេពខូណាលើកទី30ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីរំលឹកគុណដល់លោកទេពខូណាអតីតកីឡាករវាយកូនបាល់ឆ្នាំរបស់កម្ពុជាកញ្ញាស៊ុំចិន្តាអ្នកសម្របសម្រួលការប្រកួតបានប្រាប់ថាពានរង្វាន់លើកទី30នេះត្រូវបានបែងចែកជា2សប្តាហ៍ដោយសប្តាហ៍ទី1ប្រព្រឹត្តទៅចាប់ពីថ្ងៃទី10ដល់ថ្ងៃទី15ខែវិច្ឆិកាហើយសប្តាហ៍ទី2បន្តពីថ្ងៃទី16ដល់ថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ការប្រកួតនេះទាក់ទាញកីឡាករកីឡាការិនីជាច្រើនដែលមានកម្រិតបច្ចេកទេសខ្ពស់ជាពិសេសអត្តពលិកវ័យក្មេងដែលជាគោលដៅសំខាន់ក្នុងការអភិវឌ្ឍជំនាន់ក្រោយម្ចាស់ផ្ទះកម្ពុជាបានបញ្ចូលកីឡាករ3នាក់ចូលរួមប្រកួតជាមួយនឹងគូប្រកួតអន្តរជាតិដើម្បីទទួលបានបទពិសោធន៍និងបង្កើនសមត្ថភាពបច្ចេកទេសឲ្យកាន់តែរឹងមាំកញ្ញាចិន្តាបន្ថែមថាសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានរៀបចំការងារយ៉ាងហ្មត់ចត់ជាច្រើនខែមកហើយចាប់ពីការរៀបចំកន្លែងស្នាក់នៅអាហារូបត្ថម្ភការដឹកជញ្ជូននិងសេវាទទួលស្វាគមន៍ដើម្បីឲ្យប្រតិភូកីឡាករនិងគ្រូបង្វឹកពីប្រទេសផ្សេងៗទទួលបានភាពកក់ក្ដៅនិងកិត្តិយសក្នុងនាមជាម្ចាស់ផ្ទះចាការប្រកួតនេះយើងមានចិត្ត20ជាងប្រទេសអ្នកចូលរួមចាសម្រាប់ការប្រកួតនេះយើងមានកីឡាករ3នាក់ខ្មែរយើងអ្នកចូលរួមលេងយើងមាន2នាក់ខ្មែរសុទ្ធឈ្មោះប៉ៅវរ៉ាក់ហើយ Louis La Planeta ហើយយើងមានមួយទៀតខ្មែរកាត់នៅបារាំងគាត់ឈ្មោះ Miles Bonat ចាការប្រកួតនេះយើងបានធ្វើ2អាទិត្យយើងមានអាទិត្យទី1ចាប់ដើមពីថ្ងៃទី10ដល់ថ្ងៃទី15ហើយអាទិត្យទី2ចាប់ដើមថ្ងៃទី15ដល់ថ្ងៃទី22ចាចង់និយាយថាកីឡាករកីឡាការិនីអ្នកចូលរួមការប្រកួតនេះគាត់មានបទពិសោធន៍ច្រើនហើយគាត់បានលេងប្រកួតនៅក្នុងអន្តរជាតិកីឡាករទាំងអស់មានកម្រិតខ្ពស់ចាដើម្បីឲ្យយើងធ្វើការប្រកួតនេះយើងបានធ្វើម្ចាស់ផ្ទះនៅខ្មែរយើងអានេះឲ្យកីឡាករខ្មែរយើងមានកោដៅពេលឃើញកីឡាករអ្នកមកពីប្រទេសក្រៅកូនខ្មែរយើងបានហាត់ជាមួយកីឡាករផ្សេងហើយវាយប្រកួតប៉ះគ្នាហើយសម្រាប់កីឡាករយើងចង់និយាយថាចង់ឲ្យក្មេងៗយើងចង់មានកោដៅខ្ពស់កម្រិតដូចជាងកីឡាករនេះចាហើយកីឡាករយើងគាត់មានបទពិសោធន៍ដែរសម្រាប់ការប្រកួតនេះយើងបានរៀបចំពីខែមុនហើយពេលយើងមានភ្ញៀវអ្នកមកពីប្រទេសផ្សេងចង់ឲ្យខ្មែរយើងធ្វើម្ចាស់ផ្ទះធ្វើស្តង់ដារហើយពេលយើងធ្វើម្ចាស់ផ្ទះយើងមានភ្ញៀវអ្នកនិយាយល្អពីស្រុកខ្មែរយើងហើយខ្មែរបានធ្វើល្អដូចជាការប្រកួតផ្សេងអត្តពលិកដែលចូលរួមមកពីប្រទេសជាច្រើនដូចជាម៉ាឡេស៊ីសិង្ហបុរីចិនកូរ៉េខាងត្បូងឥណ្ឌូនេស៊ីឥណ្ឌាវៀតណាមជប៉ុនអង់គ្លេសនូវែលប្រ៊ុយណេរុស្ស៊ីស្រីលង្កាអូស្ត្រាលីនូវែលសេឡង់អូទ្រីសបង់ក្លាដេសនិងបារាំងជាដើមលោកជាពើអគ្គលេខាធិការរងបានបញ្ជាក់ថាពានរង្វាន់នេះមិនត្រឹមតែជាវេទិកាកីឡាប៉ុណ្ណោះទេប៉ុន្តែជាការរំលឹកដឹងគុណដល់លោកទេពខូណាអតីតកីឡាករវាយកូនបាល់ឆ្នាំរបស់កម្ពុជានៅទសវត្សរ៍1960និងជាឪពុករបស់លោកទេពរិទ្ធាវិទ្យអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលោកទេពខូណាបានទទួលមរណភាពជាង20ឆ្នាំមកហើយប៉ុន្តែឈ្មោះរបស់លោកនៅតែរស់នៅក្នុងចិត្តអ្នកស្រឡាញ់កីឡាវាយកូនបាល់កម្ពុជាទាំងមូល